ហើយយានជំនីរបស់យើងជិះកង់មកពីពេញដើម្បីមករីសតនៅកោះស្ដេចនេះបន្ទប់ទឹកហើយទៅវិញហើយកូនតាមNhìn Con Thiên nè gìបន្ទាប់ពីយើងលេងទឹកហើយយើងទៅផ្សារក្តាមទិញក្តាមដើម្បីធ្វើម្ហូបញ៉ាំយប់ហ្នឹងខ្ញុំចូលចិត្តញ៉ាំក្តាមមែនតើព្រោះនៅខាងកោះកុងនេះគឺថាក្តាមស្រស់ៗយើងលើកពីក្នុងសមុទ្រមកហ្មងគឺនៅរស់រវើកហ្មងខ្ញុំចូលចិត្តញ៉ាំសាច់ក្តាមខ្ញុំមិនដឹងថាយើងបងប្អូនខ្ញុំឆ្លាញ់ទេសភាពនៅខាងកោះកុងនេះមែនតើមានអារម្មណ៍ថាមកថ្ងៃណាក៏មានអារម្មណ៍ថាសប្បាយចិត្តហ្មងហើយទេសភាពថាអាហារពេញចិត្តហ្មងហើយយើងជិះវាអត់ឆ្ងាយយើងជិះទូកតែមួយផ្លែតចឹងណាអញ្ចឹងដល់កន្លែងគេអញ្ចឹងយើងស្រួលយើងអត់ពុលទូកចឹងបងប្អូនមានគិតដូចខ្ញុំអត់មើលសាមកវិញអនឡាហើយសម្រាប់ឥឡូវនេះគឺបានចេញទៅវិញហើយគឺមកបានគេងតែមួយយប់ទេហើយអាវ៉ាន់វិញថាដល់កហើយយើងមានកូនក្មេងហ៎ចឹងមកគឺមកបានតែមួយយប់ទេ